សួស្តីបងប្អូនអរគ្នាលោកគ្រូមានវីដេអូមួយទៀតគឺតកតទៅនឹងការដាក់រូបភាពឆ្វេងស្ដាំបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលបងប្អូនអរគ្នាបើក Word មួយមកពេលបើកបានហើយបងប្អូនចុចកន្លែងម្លែង document ដូចលើកមុនមកបាទបន្ទាប់មកបងប្អូនចូលទៅកន្លែងបាទ insert ចុចកន្លែង insert ហើយបងប្អូនចុចកន្លែង picture មកបន្ទាប់មកបងប្អូនយកពាក្យថា device បាទអញ្ចឹងបងប្អូនទុកអាចមានថារូបភាពនៅត្រង់ណាបងប្អូនទៅយកនៅត្រង់ហ្នឹងសម្រាប់លោកគ្រូគឺទុកនៅក្នុង 3D បាទនេះគ្រូទុកនៅកន្លែង logo បាទអញ្ចឹងលោកគ្រូយករូបភាពនេះមួយមកដាក់ចុះអញ្ចឹងដំបូងលោកគ្រូយករូបភាពនេះរូបលោកទេបាទបន្ទាប់មកដូចគ្រូបានជម្រាបលើកមុនអញ្ចឹងថារូបភាពពេលដែលយើង insert មកគឺវាអត់ទាញបានទេអញ្ចឹងយើងចូលទៅកន្លែងបាទ wrap text បន្ទាប់មកយើងយកពាក្យ inference of text បាទចុចលើនឹងមកតមកយើងអាចទាញបានបាទយើងចង់ប្រួមបើដើម្បីកុំឲ្យរូបនឹងបែកយើងអត់ប្រួយនៅកណ្ដាលទេគឺយើងប្រួយនៅខាងជ្រុងនេះបាទយើងដាក់ឲ្យទូតិចមកបាទបន្តមកទៀតយើងចង់យករូបមួយទៀតមកដាក់បាទយើងចង់យករូបមួយទៀតនោះគឺយើងចូលកន្លែង Control គឺយកបាទកន្លែង Insert បន្តមកយើងយកពាក្យ Picture បាទកន្លែងdevice បាទបន្ទាប់មកយើងរើសយករូបភាពមួយណាក៏បានដែរឥឡូវខ្ញុំយករូបទេវតាចុះបាទអញ្ចឹងខ្ញុំចូលពាក្យ insert បាទបន្ទាប់មកគឺយើងទាញរូបនឹងអត់បានដូចគ្នាដូចលើកមុនអញ្ចឹងដើម្បីឲ្យរូបភាពនឹងអាចដូរទីតាំងបានយើងចុចនៅកន្លែង wrap text បាទបន្ទាប់មកយើងចូលពាក្យ in front of text បាទគឺរូបភាពនេះគឺយើងអាចចល័តទៅចល័តមកបានអញ្ចឹងដើម្បីឲ្យរូបភាពនឹងដាក់ឲ្យត្រូវនឹងទីតាំងគឺទីមួយយើងដាក់នៅចំជ្រុងនេះមកបន្ទាប់មកយើង copy រូបភាពនេះយកមកដាក់នៅជ្រុងនេះមួយទៀតដោយយើងចុច Ctrl C បាទបន្ទាប់មក Ctrl V គឺយើងបានរូបភាព2បាទយើងបានរូបភាព2អញ្ចឹងពេលដែលបានរូបភាព2ហើយរូបនេះគឺអត់ទាន់បានត្រឹមត្រូវទេដោយសារបែរមុខទៅខាងស្ដាំទាំងអស់អញ្ចឹងដើម្បីឲ្យរូបភាពទី2នេះបែរមកខាងឆ្វេងវិញយើងទាញកន្លែងជ្រុងនេះត្រឡប់មកវិញបាទយើងម៉ៅស្ដាំឲ្យជាប់មកយើងម៉ៅឆ្វេងជាប់មកយើងទាញត្រឡប់វាមកបាទទាញត្រឡប់វាមកវិញមកគឺបានហើយអញ្ចឹងបាទនេះគឺសម្រាប់ការបាទតាំងរូបបាទដាក់នៅខាងឆ្វេងឬក៏នៅខាងស្ដាំដើម្បីឲ្យមើលទៅវាបាទវាត្រូវទៅនឹងទីតាំងដែលយើងចង់បានបាទវីដេអូគឺមានតែប៉ុណ្ណឹងសម្រាប់ការតាំងរូបភាពនៅលើ Microsoft Word បាទសូមអរគុណ